ចោលហើយថាមិនមែនចោលទៀតលួចលមកគេតាំងពីផ្លូវ2004រហូតមកដល់ផ្លូវត្រង់មុនហើយបានប្រាប់ម្ចាស់គាត់វិញថាខ្ញុំមិនបានលួចទេដោយសារតែឃើញលមកនេះទំនេរក៏ខ្ចីជីមួយផ្លែតអត់ដឹងមួយទៀតហើយនៅតែគេអត់នៅទេហើយទៅលួចហ្មងចឹងហ៎ហើយគួរឲ្យដាក់ចោលហ្មងកុំកុំហីខាំគៀមខឹងទៀតគាត់មកខឹងអូនដាក់ទៀតអូនដាក់ទៀតយ៉ាអមឥឡូវហ្នឹងយើងឈប់ធ្វើចោលណាបន្ទាប់ពីគេចាប់យកទៅដាក់ក្នុងគុកហើយចេញមកវិញឈប់ធ្វើចោលណាមកចាប់ដៃមួយចាប់ដៃអូអត់ទេនៅភ្នំពីណាបងប្អូនគាត់នៅខ្មែរនៅភ្នំទីនាងនៅភ្នំពីណាភ្នំទីនាងតើលបងចោលបានលួចរបស់អ្វីដែរបាទអត់មានចុះលបងចោលជាជនជាតិអ្វីដែរបាទអត់មានតើគាត់គឺជាជនជាតិអីបងខណៈដែលគាត់និយាយអត់ច្បាស់បែបនេះបើតាខ្ញុំមើលហើយនឹងសម្លេងដែលគាត់និយាយខ្ញុំថាជនជាតិថៃបើអញ្ចឹងក៏កាត់សរិនដែរបើនិយាយខ្មែរអត់ច្បាស់អ្វីស្ដាប់អត់បានបងបាទហើយមានពីអី5តម្រាប់ប្រមាណបងអត់ទេខ្ញុំគាត់ប្រាប់ថាជនជាតិសាសនាក៏ដោយយើងមិនសោកពើណាបងតែសំខាន់គាត់ធ្វើអីឲ្យស្មោះត្រង់មកបើថាយើងអត់យើងសុំគេហូបគេឲ្យហូបបាទយើងកុំមានអីមានជើងបាទហ្នឹងហើយខ្ញុំអត់ចូលចិត្តទេបងបាទវាលួចតែមកណាមានច្រឡំនៃវាតែគីឡូគាត់មេជីមឲ្យយើងមិនដឹងថាមកដែរខ្ញុំបងគាត់ថាគាត់អត់មានអីជីគាត់ចៃជីសិនណាវាមិនដែរមនុស្សណាអត់ស្គាល់គ្នាចៃជីមិនបងលួចទេបាញ់បាយប្រាប់ខ្ញុំថាគេគាត់សង្ស័យគាត់អត់មានអីជីលួចយើងឲ្យវាដាក់វ៉ាន់យើងចូលក្នុងធុងទាំងអស់គាត់មើលឆ្នាំងបាយសាឡករណីហ្នឹងករណីដេញជនសង្ស័យគាត់ចៃលមកគេបាយមើលហើយមនុស្សដែរស្គាល់គ្នាផងចៃលមកគេជីតាំងពីកន្លែងមុខគាត់ KTV មកដល់ហ្នឹងចេះមានមកឲ្យអ៊ំគាត់ផងអត់ផងបងប្អូនជួយរ៉េទេបងប្អូនឥឡូវបងប្អូនកំពុងតែចាត់ចែងតាមនីតិវិធីហើយថាតើគួរត្រូវបញ្ជូនទៅណាទៅណីហើយលោកបានមកដល់កន្លែងទីតាំងនេះហើយបន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានបងប្អូនជាទីមេត្រីខ្ញុំសូមសរុបជារួមមកវិញជុំវិញនឹងព័ត៌មាននេះមានន័យថាយុវជនម្នាក់មិនដឹងថាតើជាជនជាតិអ្វីឲ្យប្រកាសទេឃើញថានិយាយបាយឡាំប្រជាពលរដ្ឋនៅចិត្តនេះក៏បានលើកឡើងថាប្រហែលជាជនជាតិថៃហើយមកទៅដោយបានធ្វើការជិះរមាក់អ៊ំស្រីគាត់ចតនៅកន្លែងផ្លូវ2004ហើយយកកដេញមហូបឲ្យភ្ញៀវមួយផ្លែតបន្ទាប់ពីនោះមកស្រាប់តែជនសង្ស័យបានជិះរមាក់គាត់ពី2004មកដល់ផ្លូវត្រង់មុននេះមកដល់កន្លែងតំណឹងប្រជាពលរដ្ឋគាត់ជួយតាមម្នាក់បន្តិចទៅក៏តាមទាន់ក្បែរក៏តាមទាន់ដោយសារតែរមាក់នេះជិះយឺតវាបើកទៅមុខអត់រួចណាត្រែកទៅក៏មកដល់កន្លែងតំណឹងចាប់បានស៊ូនាំបៃឡាំរំឆ្លើយចេញហ្នឹងថាខ្ញុំឃើញរមាក់នឹងទំនេរខ្ចីជីមកផ្លែតអត់មានម្ចាស់អីផ្សេងឥឡូវនេះត្រូវបានកម្លាំងកងរាជប្រហាត់មូលដ្ឋានខណ្ឌសែនសុខលោកបានធ្វើការនាំខ្លួនជនសង្ស័យយកទៅធ្វើការស៊ូនាំនៅនឹងកន្លែងមូលដ្ឋានហើយដើម្បីបន្តចាត់តាមនីតិវិធីដើម្បីចង់ដឹងថាតើហេតុអីបានជាយករមាក់អ៊ំស្រីមកតើការទៅធ្វើបែបនេះទទួលស្គាល់ថាខ្លួនឯងចោលហើយឬក៏នៅប៉ុន្តែអ្វីដែលយើងសុភាគាត់បងប្អូនឬថាគាត់នៅតែប្រកែកហើយយើងស្ដាប់អត់សូវបានប្រហែលទេហើយប្រជាពលរដ្ឋនៅទីតាំងនេះគាត់បានលើកឡើងថាប្រហែលជាជនជាតិសៀមហើយមកទៅដែលជាអ្នកលួចព្រោះនិយាយភាសាតង់និយាយមកហ្នឹងដូចជាជនជាតិសៀមហើយយើងមិនរើសអើងជាតិសាសនាទេចិត្តសាសនាក៏ដោយប្រសិនបើអត់សុំទៅបើគេមានទឹកចិត្តគេមានសទ្ធាគេឲ្យហើយកុំប្រើដៃប្រើជើងលួចរបស់គេបែបហ្នឹងអីមិនមែនជាទៅធ្វើល្អនោះទេបងប្អូនជាទីមេត្រីខ្ញុំបាទមាសសារ៉ាមាត់រហ័សស្មីត្រង់មិនមានអ្វីច្រើនទេគ្រាន់តែចង់ជម្រាបជូននៅដំណឹងនេះទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងនិងជ្រាបជាព័ត៌មានតែប៉ុណ្ណេះខ្ញុំបាទមាសសារ៉ាមាត់រហ័សស្មីត្រង់ក៏សូមអរគុណនិងសូមគោរពលា